អ្នកបាត់ដំបងតិចអត់ដឹងមិនបានគេហៅថាអនុវិទ្យាល័យសោហឺហើយកន្លែងនេះមិនបានគេហៅថាវិទ្យាល័យណេតយ៉ងហើយបងណាខ្លះដែលមានអនុស្សាវរីយ៍ជូរចត់ក៏ដូចជាផ្អែមល្ហែមតាក់ទងទៅនឹងការសិក្សានៅសាលាពីរនេះតែបើសម្រាប់ខ្ញុំបាទនីវចម្រើននៅនេះវិញការដែលនៅរៀនខ្ញុំរៀននៅវិទ្យាល័យសម្ដេចឪហើយសំណួរដែលខ្ញុំបានសួរនៅពីខាងដើមបំបញ្ញមិញនេះណាបងប្អូននៅពេលដែលយើងបានធ្វើដំណើរមកកាន់បរិវេណវត្តកណ្ដាលធ្វើឲ្យយើងបានដឹងរឿងរ៉ាវទាំងអស់នឹងតែម្ដងហើយចេតិយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះមានកំពូល5ធ្វើចេញពីឥដ្ឋនិងស៊ីម៉ង់ដែលមានអាយុកាលចូល100ឆ្នាំហើយដែលជាចេតិយរបស់អង្គញាពីររូបគឺអង្គញាឧបាសកសោហឺនិងឧបាសិកាណេតយ៉ងដែលលោកទាំងពីរគឺមានចំណែកខ្លាំងមែនទែននៅក្នុងការអភិវឌ្ឍនៅវត្តកណ្ដាលមួយនេះក៏ដូចជាកសាងនៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរួមមានស្ពានផ្លូវថ្នល់និងសាលារៀនហើយជាក់ស្ដែងគឺអនុវិទ្យាល័យសោហឺនិងវិទ្យាល័យណេតយ៉ងដែលសិស្សានុសិស្សកំពុងតែសិក្សាសប្តាហ៍នេះឯងកាលពីសម័យនោះបងប្អូនលោកអង្គញាសោហឺគឺជាអ្នកផ្ដួចផ្ដើមក៏ដូចជាអ្នកកសាងបន្តខ្លាំងមែនទែនសម្រាប់ខេត្តបាត់ដំបងហើយឈ្មោះសោហឺនិងណេតយ៉ងដែលបងប្អូនតែងតែហៅតែងតែឮជិះកាត់តែងតែឃើញនឹងគឺជាឈ្មោះរបស់ឧត្តមស្វាមីភរិយារបស់គាត់ទាំងពីរហើយបើទោះបីជាបន្សល់ទុកត្រឹមតែស្នាដៃនិងកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់សាយភីរបស់គាត់រូបកាយរបស់គាត់មិនមានវត្តមាននៅលើលោកនេះក៏ដោយក៏ប៉ុន្តែធាតុរបស់គាត់គឺត្រូវបានតម្កល់នៅក្នុងចេតិយកំពូល5ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តកណ្ដាលហើយបើនិយាយពីវត្តកណ្ដាលនេះបងប្អូនក៏មានសមិទ្ធផលគាត់ច្រើនមែនទែននៅក្នុងទីតាំងវត្តអារាមនេះដែរមានតាំងពីអគារចាស់ៗដែលបន្សល់ទុកតាំងពីសម័យបារាំងមានខ្លោងទ្វារដ៏ស្រស់ស្អាតធំស្កឹមស្កៃដែលជារចនាបថរបស់ខ្មែរបុរាណមានទីធ្លាសួនច្បារដ៏ស្រស់ស្អាតសម្រាប់ទស្សនាកម្សាន្តពេលដែលទៅធ្វើបុណ្យធ្វើទានអីជ្រះថ្លាសប្បាយចិត្តខ្យល់អាកាសបរិសុទ្ធមែនទែនកាន់តែពិសេសមកដល់ពេលនេះបន្សល់ទុកនៅប្រាង្គប្រាសាទដែលមានកំពូល5ដ៏ស្រស់ស្អាតហើយចំណាស់មែនទែននៅចំកណ្ដាលក្រុងបាត់ដំបងបងប្អូនទឹកដីយើងល្អឥតខ្ចោះផូរផង់មែនទែនណាមិនមែនសុកខ្ញុំចេះតែនិយាយតាមការស្រមើស្រមៃឬក៏លើកដំកើងខ្លួនឯងប្រទេសខ្លួនឯងជ្រុលទេដូចខ្ញុំធ្លាប់និយាយលើកមុនច្រើនដងច្រើនសារមែនទែនប្រទេសកម្ពុជារបស់យើងបិទភ្នែកដើរបុកប្រាសាទណាដើរតែអត់ប្រយ័ត្នទេជំពប់ជើងជាមួយនឹងថ្មប្រាសាទតែម្ដងដោយសារតែប្រទេសរបស់យើងសម្បូរទៅដោយប្រាង្គប្រាសាទបុរាណបន្សល់ទុកដោយដូនតាខ្មែរកូនចៅខ្មែរជំនាន់ក្រោយបន្តប្រឹងប្រែងអភិរក្សនៅគេដំណើរប្រឹងប្រែងសាងសង់បន្ថែមទៀតដើម្បីឲ្យកាន់តែច្រើនទៅសម្រាប់កូនខ្មែរជំនាន់ក្រោយហើយបងប្អូនមានចាំពាក្យខ្ញុំអត់ខ្ញុំថាស្រុកស្រែជនបទតាមព្រៃតាមភ្នំក៏មានប្រាសាទបុរាណសូម្បីតែនៅទីក្រុងជាក់ស្ដែងបងប្អូនកណ្ដាលក្រុងបាត់ដំបងក៏មានប្រាសាទកំពូល5មួយដែរដូចនៅសៀមបងប្អូនគេមានប្រលានយន្តហោះសវណ្ណភូមិរបស់គេនោះអញ្ចឹងពាក្យថាសវណ្ណភូមិជាទឹកដីដែលថ្លៃថ្លាមិនអាចកាត់ថ្លៃបានទេក៏ប៉ុន្តែវាអត់ពិបាកនៅក្នុងការដាក់ឈ្មោះនិងហៅទេតែភ័ស្តុតាងនិងទឹកតាំងជាក់ស្ដែងសបញ្ជាក់ឲ្យឃើញថាកម្ពុជារបស់យើងគឺជាប្រទេសដែលស័ក្តិសមបំផុតជាមួយនឹងពាក្យថាដែនដីសវណ្ណភូមិរដូវកាលកសិកម្មមកដល់បងប្អូនស្រូវទុំក្រហមច្រាលពណ៌មាសពេញស្រែប្រាង្គប្រាសាទហូរហែពេញដីខ្មែរគ្រប់ទីកន្លែងប្រជាជនខ្មែរគឺជាប្រជាជនដែលមានស្នាមញញឹមទន់ភ្លន់រស់រាយរាក់ទាក់គោរពស្រឡាញ់មនុស្សផងទាំងឡាយទាំងពួងនិងមានវប្បធម៌អរិយធម៌ដ៏អស្ចារ្យតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្នអញ្ចឹងហើយបានជាគេច្រណែនគេចង់បានណាស់បងប្អូនដើម្បីថែឲ្យបានដូនតារបស់យើងកាលពីជំនាន់មុនតែងតែបន្សល់ទុកស្នាដៃជាស្នាដៃប្រវត្តិសាស្ត្រផងជាភស្តុតាងដើម្បីការពារខ្មែរផងសូម្បីតែអង្គញាមួយបងប្អូនបន្សល់ទុកនៅសាលារៀនផ្លូវថ្នល់និងអគារប្រវត្តិសាស្ត្រច្រើនសម្រាប់កូនខ្មែរឲ្យបានសិក្សាបន្តប្រើប្រាស់ជាប្រយោជន៍ដល់ពេលបច្ចុប្បន្នពិតជាដឹងគុណរបស់គាត់ខ្លាំងមែនទែនហើយបើនិយាយពីវត្តកណ្ដាលនេះវិញបងប្អូនពីឆ្នាំ1966ដល់ឆ្នាំ1975តពីព្រះបាឡាត់នាមស៊ូថ្លាងមានព្រះសង្ឃ4ព្រះអង្គដែលគ្រប់គ្រងនៅវត្តអារាមនេះគ្រប់គ្រងបន្តបន្ទាប់អង្គក៏ប៉ុន្តែមិនសូវជាមានភាពរីកចម្រើនអីខ្លាំងទេវត្តមួយនេះនោះដោយសារតែមានអធិករកាត់ឡើងជាញឹកញាប់គ្រប់ទីកន្លែងហើយដល់ចន្លោះឆ្នាំ1975ដល់ឆ្នាំ1979បងប្អូនដឹងស្រាប់ហើយរបបបនប្រឡាយកម្ពុជាប្រជាធិបតេយ្យទីតាំងនេះត្រូវបានប្រើប្រាស់ជាកន្លែងធ្វើទារុណកម្មសួរចម្លើយអ្នកទោសទៅវិញអគារសួនច្បារមួយចំនួនដ៏ស្រស់ស្អាតត្រូវបានបំផ្លិចបំផ្លាញចោលខ្ទេចលុះដល់ពេលសម័យកាលរំដោះ7មករា1979ទីតាំងនេះត្រូវបានរំដោះចេញហើយចន្លោះឆ្នាំ1980ដល់1989គឺត្រូវបានគ្រប់គ្រងនិងត្រួតត្រាដោយកងទ័ពវៀតណាមជាមួយនឹងកងទ័ពកម្ពុជារបស់យើងនិងត្រូវបានប្រគល់ឲ្យព្រះសង្ឃទ្រង់គ្រប់គ្រងជាវត្តអារាមដូចធម្មតាវិញនៅឆ្នាំដដែលនោះហើយចេតិយក៏ដូចជាភ្នូរដែលតម្កល់នៅអធិធាតុរបស់លោកអុកញ៉ារួមទាំងភរិយារបស់លោកគឺត្រូវបានអភិរក្សការពារថែរក្សាបន្ថែមទៀតចាប់ពីពេលនោះមករហូតដល់ពេលបច្ចុប្បន្ននេះ
ហើយសម្រាប់អនុវិទ្យាល័យសោហឺនិងវិទ្យាល័យនេតយ៉ងគឺជាឈ្មោះរបស់លោកអុកញ៉ាទាំងពីរអ្នកប្តីប្រពន្ធគាត់នេះឯងហើយបើសិនជាបងប្អូនបងឬក៏អ៊ំពូមីងនៅតាមបណ្ដាខេត្តក្តីអ្នកខេត្តបាត់ដំបងក្តីឬក៏នៅតាមបណ្ដាស្រុកនៃខេត្តបាត់ដំបងក្តីមិនទាន់មកឃើញទេអាចមកមើលបានទីតាំងគឺស្ថិតនៅក្នុងបរិវេណនៃវត្តកណ្ដាលនៅចំកណ្ដាលក្រុងបាត់ដំបងតែម្ដងអរគុណណាស់បងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់